ឃើញពណ៌ល្អប៉ុណ្ណឹងហើយបើក្លិនវិញឈ្ងុយជាងរូបរាងនឹងទៀតណាបងប្អូនជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ផ្ទះបាយផ្កាឈូកថ្ងៃនេះដែរខ្ញុំមានមុខម្ហូបថ្មីមួយមុខទៀតហើយដែលមានឈ្មោះថាពងមាន់ត្រាំទឹកស៊ីអ៊ីវជាមួយនឹងល្ងអញ្ចឹងដំបូងឡើយខ្ញុំចាប់ផ្ដើមដាំទឹកនឹងឲ្យក្តៅអ៊ុនៗហើយចាប់ផ្ដើមដាក់ពងមាន់របស់យើងអញ្ចឹងណាបងប្អូននេះគឺជាពងមាន់ដែលខ្ញុំចិញ្ចឹមខ្លួនឯងហ៎អញ្ចឹងទៅខ្ញុំទៅសេថ្ងៃខែបងប្អូនកុំឆ្ងល់ថានៅលើពងនឹងមិនក៏មានលេខអីអញ្ចឹងណាខ្ញុំដាក់ថ្ងៃខែដើម្បីឲ្យចំណាំថាពងមុនពងក្រោយអញ្ចឹងឯណាចឹងយើងចាប់ផ្ដើមស្ងោរពងហ្នឹងទៅយើងដំបូងដាក់ចូលទឹកក្តៅហ្នឹងយើងកូរទៅកូរមកកុំឲ្យវាដូចថានៅមកកន្លែងអាពងក្រហមហ្នឹងវាអត់ស្មើគ្នាបន្ទាប់មកខ្ញុំដាក់ចំនួន10នាទីអញ្ចឹងបងប្អូនដាក់10នាទីហ្នឹងហើយចាប់ផ្ដើមស្រង់ចេញដាក់ជាមួយនឹងទឹកត្រជាក់ទុកមួយឡែកសិនព្រោះអីតិចទៀតយើងត្រូវការបកពេលដែលពងនឹងត្រជាក់ទៅវាធ្វើឲ្យយើងស្រួលបកសបកអញ្ចឹងទៅក៏ខ្ញុំទុកមកកន្លែងទៅហើយបន្ទាប់មកចាប់ផ្ដើមហាន់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមរបស់យើងហ្នឹងហាន់វាឲ្យទូចៗល្អទៅដើម្បីតិចទៀតហ្នឹងយើងយកទៅលាយជាមួយនឹងទឹកស៊ីអ៊ីវរបស់យើងអញ្ចឹងណាចឹងថ្ងៃនេះខ្ទឹមសជាមួយនឹងខ្ទឹមក្រហមហ្នឹងរៀងតិចដែរអញ្ចឹងខ្ញុំច្រាំជាមួយនឹងដៃហ្មងទៅបើសិនជារាល់ដងធ្វើទឹកត្រីអីហ្នឹងច្រើនអញ្ចឹងទៅបានដាក់កឡុកជាមួយនឹងម៉ាស៊ីនថ្ងៃនេះហាន់ជាមួយនឹងដៃឲ្យវាទូចៗល្អិតល្អអញ្ចឹងទៅបន្ទាប់មកយើងមាននេះគឺជាស្លឹកខ្ទឹមខ្ញុំមានមើមវាហើយមានស្លឹកវាដែរហាន់វាឲ្យម៉ត់ទូចៗល្អអញ្ចឹងណាដាក់វានៅក្នុងមួយកន្លែងនឹងចិត្តគ្នាហ្នឹងទៅព្រោះអីតិចទៀតយើងយកទៅលាយជាមួយនឹងទឹកស៊ីអ៊ីវទាំងអស់ហើយនេះគឺជាខ្ទឹមក្រហមខ្ញុំមើលឃើញរាងស្ទើរពេកអញ្ចឹងទៅខ្ញុំចាប់ផ្ដើមថែមម្កុលទូចទៀតខ្ទឹមក្រហមដើម្បីវារត់ឈ្ងុយបើសិនជាបងប្អូនអត់សូវចូលចិត្តញ៉ាំខ្ទឹមក្រហមបងប្អូនដាក់តិចជាងហ្នឹងប៉ុន្តែខ្ញុំចូលចិត្តឲ្យតែធ្វើទឹកត្រីអីហ្នឹងគឺខ្ញុំចូលចិត្តដាក់ខ្ទឹមក្រហមខ្ទឹមសហ្នឹងគឺច្រើនហ្មងជាមួយនឹងម្ទេសហ្នឹងគឺថាចូលចិត្តខ្លាំងហ៎បងប្អូនហើយនេះគឺជាស្លឹកខ្ទឹមជាមួយមើមវាខ្ញុំហាន់បន្ថែមដាក់នៅលើថាសហ្នឹងចឹងទៅដើម្បីពេលយើងលាយទៅវាស្រួលវាមានគ្រប់គ្រឿងទាំងអស់ចឹងណាបន្ទាប់មកខ្ញុំយកម្ទេសរបស់យើងដែលបានលាងទឹកហើយហ្នឹងហាន់វាឲ្យម៉ត់ទូចចឹងណាហើយម្ទេសហ្នឹងបងប្អូនដាក់តាមចំណង់ចំណូលចិត្តទៅបើសិនជាបងប្អូនចូលចិត្តហឹរបងប្អូនអាចដាក់លើសនឹងបានចឹងហើយបើសិនជាបងប្អូនអត់សូវចេះញ៉ាំហឹរទេដាក់តែមួយគ្រាប់អីទៅបានហើយបើអត់ដាក់ហ្មងវាដូចថាអត់សូវមានជាតិចឹងណាបងប្អូនហើយនេះខ្ញុំបន្ថែមជាមួយនឹងស្លឹកជីឆាយបន្ថែមបើសិនជាបងប្អូនអត់ចូលចិត្តទេបងប្អូនមិនបាច់ដាក់ក៏បានដែរនិយាយទៅមើលតែបន្លែណាដែលបងប្អូនអត់ចូលចិត្តមិនបាច់ដាក់អីព្រោះអីយើងដាក់តាមចំណង់ចំណូលចិត្តរបស់យើងប៉ុន្តែបើសិនជាដាក់គ្រប់មុខអញ្ចឹងវាឈ្ងុយខ្លាំងបងប្អូនឲ្យទឹកស្អ៊ីវដែលខ្ញុំលាយហើយនឹងអញ្ចឹងណាហើយបន្ទាប់មកយើងហាន់ជាមួយនឹងក្រូចឆ្មា2ផ្លែតែមើលតាមទំហំទឹកត្រីដែលបងប្អូនចង់និយាយថាមើលទំហំតាមក្រូចឆ្មាអញ្ចឹងណាបើសិនជាក្រូចឆ្មាណារៀងទូចយើងដាក់3ផ្លែអីចឹងណាបងប្អូនហើយបើបងប្អូនអត់សូវចូលចិត្តជូរទេដាក់ក្រូចឆ្មាតែមួយផ្លែកន្លះបានហើយនេះខ្ញុំមុនគេហ្នឹងខ្ញុំដាក់ជាមួយនឹងទឹកស្ករដែលខ្ញុំបានកូរហើយហ្នឹងខ្ញុំដាក់250ក្រាម250មីលីលីត្របងប្អូនសុំទោសហើយបើសិនជាបងប្អូនអត់មានទឹកស្ករហ្នឹងទេបងប្អូនដាក់ជាមួយនឹងស្ករសក៏បានដែរព្រោះចំនួន250នឹងដូចគ្នាអញ្ចឹងណាហើយនេះទឹកស្អ៊ីវបងប្អូនយកមកអីក៏បានដែរខ្ញុំដាក់ទឹកស្អ៊ីវនេះចំនួន250ដែរនិយាយទៅស្ករ1ទឹកស្អ៊ីវ1ហើយបន្ទាប់មកដាក់ជាមួយនឹងរ៉ូឌីបន្តិចដើម្បីវាមានជាតិនៅក្នុងទឹកស្អ៊ីវហ្នឹងអញ្ចឹងកុំដាក់ច្រើនពេកបងប្អូនវាអាចប្រៃចឹងបន្ទាប់មកខ្ញុំច្របាច់ជាមួយនឹងក្រូចឆ្មារបស់យើងដែលយើងបានហាន់មិញហ្នឹងលាយជាមួយនឹងស្លឹកខ្ទឹមសខ្ទឹមក្រហមជាមួយនឹងគ្រឿងដែលយើងបានហាន់មិញទាំងអស់ហ្នឹងគឺលាយចូលទាំងអស់ហ្នឹងហ្មងហើយបន្ទាប់មកយើងកូរឲ្យសព្វល្អឲ្យវាចូលជាតិគ្នាអញ្ចឹងបងប្អូនហើយបងប្អូនចង់ភ្លក់មើលបន្តិចបានបើសិនជាបងប្អូនស្ទើររសជាតិអីថែមរសជាតិហ្នឹងទៅប៉ុន្តែចំពោះខ្ញុំល្មមហើយពេលដែលខ្ញុំលាយតាមគ្រឿងផ្សំដែលខ្ញុំបានធ្វើអញ្ចឹងណាហើយនេះគឺជាល្ងខ្ញុំយកទៅលីងបន្តិចសិនហើយបន្ទាប់មកបានខ្ញុំយកមកចាក់ចូលជាមួយនឹងទឹកស្អ៊ីវដែលខ្ញុំបានលាយមុនហ្នឹងហ៎ហើយល្ងដាក់តាមចំណង់ចំណូលចិត្តឯបងប្អូនបើសិនជាបងប្អូនចូលចិត្តល្ងច្រើនដាក់ច្រើនដូចខ្ញុំអញ្ចឹងទៅបើជាមិនសូវចូលចិត្តទេដាក់តែបន្តិចទៅបានហើយប៉ុន្តែក្លិនវិញបងប្អូនហើយបន្ទាប់ពីលាយទឹកស្អ៊ីវហើយនិយាយពីថាឈ្ងុយពេញផ្ទះហ្មងម្នាក់នាំគ្នាមកមើលថាម៉ាក់ពងធ្វើអីគេហ្នឹងក្លិនឈ្ងុយម៉េះនិយាយទៅទឹកស្អ៊ីវជាមួយល្ងហ្នឹងគឺត្រូវគ្នាហ្មងហើយបន្ទាប់មកខ្ញុំយកពងដែលខ្ញុំបានបកមុនហ្នឹងអញ្ចឹងបងប្អូនយកមកដាក់ចូលទឹកស្អ៊ីវដែលយើងបានលាយហើយហ្នឹងអញ្ចឹងច្បល់វាឲ្យសព្វល្អដើម្បីវាចូលជាតិអញ្ចឹងទៅយើងដាក់ចូលទៅក្នុងប្រអប់យើងមួយហើយបន្ទាប់ពីលាយអញ្ចឹងហើយយើងអត់អាចញ៉ាំបានភ្លាមវាអត់ទាន់ចូលជាតិជាមួយពងមាន់អញ្ចឹងយើងចាប់ផ្ដើមទុកវាយ៉ាងហោចណាស់ក៏បាន3ម៉ោងដែរទ្រាំតែវាចូលជាតិគ្នាអញ្ចឹងណាហើយនេះខ្ញុំបានដាក់ក្នុងទូទឹកកកមកយប់ហើយបានខ្ញុំយកមកញ៉ាំនិយាយទៅបើកប្រអប់មកក្លិនឈ្ងុយឈ្ងប់ហ្មងឈ្ងុយជាងអ្វីទាំងអស់
ទ្រាំមិនបានយើងបាយយើងទំដាំឲ្យក្តៅៗដែរហ៎ចឹងទៅក៏ចាប់ផ្ដើមដួសយកមកសូកជាមួយបាយហ្នឹងនិយាយថាទឹកស្អ៊ីវហ្នឹងក៏មានជាតិហើយពងហ្នឹងក៏ចូលជាតិល្អនិយាយវាថាញ៉ាំបាយឈ្ងុយឆ្ងាញ់ក៏ឆ្ងាញ់ដែរបងប្អូនឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមកាត់ឲ្យបងប្អូនមើលខាងក្នុងចឹងនិយាយវាថាខាងក្នុងវិញគឺនៅជាប់នៅល្អមែនទែនយើងស្ងោរវាមកល្មមតាមដូចថាឲ្យវានៅជាប់នៅល្អចឹងណាអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមបងប្អូនមានសុខភាពល្អគ្រប់ក្រុមគ្រួសារជម្រាបលាចាចាំជួបគ្នាក្នុងវីដេអូថ្មី